Okay, look at the process of how I do my makeup and vocab. Let's go. ចង់ដឹងអត់ថាខ្ញុំផាត់មុខបិទក្បាលតងោបែបណាតើទៅមើល process ទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំបានដើរមកនៅក្នុងកម្មវិធី Project 001 Black on Black របស់បងសំរិទ្ធណាអូយសម្រាប់ឈុតថ្ងៃនេះគឺខ្ញុំឲ្យអូយខ្លាំងដល់អ្នកគ្នាស្រឡាញ់ខ្លាំងមែនតើហើយកោតអាសាជាមួយនឹង designer យើងឆ្នៃឈុតបានស្អាតខ្លាំងមែនតើមកមើល process ទាំងអស់គ្នាតើបងគឺខ្ញុំបិទជាមួយចើមបន្ទាប់មកយើងមូលសក់របស់យើងបិទដាក់ gel ផងយើងបាញ់ spray ផងឲ្យវារៀបឲ្យភ្លឹងអញ្ចឹងណាបងប្អូនគ្នានៅពេលបិទក្បាលតងោមកយើងធ្វើឲ្យវាធ្វើយ៉ាងណាឲ្យក្បាលយើងឲ្យលងតែម្ដងណាបន្ទាប់មកយើងដាក់ ball cap បាទអញ្ចឹងខ្ញុំត្រូវការជំនួយការដើម្បីជួយខ្ញុំដែរទៅទៅធ្វើម្នាក់ឯងរៀងពិបាកដែរបាទក្បាលតងោនេះអញ្ចឹងគឺខ្ញុំបិទវាកាត់វាធ្វើយ៉ាងណាឲ្យវាចេញជាទម្រង់កន្លែងណាដែលខ្ញុំត្រូវបិទចោះតិចឬមួយក៏អីទាំងអស់គ្នាអាចមើលតាមនឹងបានការបិទទៅការបិទក្បាលតងោវាមាន step មានជំហានច្រើនក្នុងការធ្វើទាំងអស់គ្នាប៉ុន្តែខ្ញុំរៀង skip ខ្លះហ្នឹងហើយប៉ុន្តែខ្ញុំធ្វើយ៉ាងណាក៏នៅតែធ្វើឲ្យព្យាយាមឲ្យវាមើលទៅរៀង real វាដូចអញ្ចឹងណាទាំងអស់គ្នាហ្នឹងហើយប៉ុន្តែខ្ញុំមានពេលរៀងខ្លីអញ្ចឹងរៀងស្លន់ដែរអញ្ចឹងទៅបាទអញ្ចឹងកាវគឺខ្ញុំបានដាក់ជាមួយនឹង spirit gum ទាំងអស់គ្នាបើអត់មាន spirit gum ឬមួយក៏កាវសម្រាប់បិទក្បាលតងោហ្នឹងទេទាំងអស់គ្នាអាចប្រើជាប្រភេទ Pros 8ហ្នឹងហើយកាវ Pros 8ហ្នឹងហើយបន្ទាប់មកនៅពេលដែលខ្ញុំដាក់ហើយខ្ញុំបិទក្បាលតងោហើយគឺខ្ញុំដាក់ latex ពីលើដើម្បីយើងភ្ជាប់ជាមួយនឹងក្បាលតងោហ្នឹងជាមួយនឹងសាច់យើងឲ្យបានជាប់បានល្អអញ្ចឹងកុំឲ្យវាប្រេះកុំឲ្យវាអីអញ្ចឹងណាហ្នឹងហើយបន្ទាប់មកបានយើងដាក់ foundation ប៉ុន្តែកាប់ទៅខ្ញុំត្រូវដាក់ color corrector ដើម្បីបិទបាំងអាភាពខ្មៅសក់យើងប៉ុន្តែខ្ញុំដាក់ជា one brand របស់ខ្ញុំតែម្ដងទៅដោយសារតែវារៀងថ្នោតទៅវាអាចនឹងជួយទៅបិទបាំងស្នាមបានល្អដែរហើយវា full coverage អញ្ចឹងទៅគឺខ្ញុំបិទទៅដាក់មកតង់ទៅគឺវារបៀបថា smooth បិទចិត្តហ្មងអញ្ចឹងណាបន្ទាប់មកបានខ្ញុំដាក់ពីលើជាមួយនឹងម្សៅតំណប់របស់ខ្ញុំពណ៌សជាងគេមកដើម្បីយើងយក texture ឲ្យវាមើលទៅម៉ត់រលោងពីលើ face painting ហ្នឹងព្រោះថាខ្ញុំដាក់ជា base face painting ពីក្រោមដើម្បីវាមើលទៅរាងសអញ្ចឹងណាតោះគ្នាបន្ទាប់មកបានយើងលេងជា liner តែទៅជាមួយនឹង color ភ្នែក eye shadow នេះខ្ញុំលេងរបៀបជា high slick ទៅលើបែបនេះដើម្បីវាចេញដូច cat eye អញ្ចឹងណាតោះគ្នាប៉ុន្តែយើង smoky ឡើងទៅលើបែបហ្នឹងហើយចាំយើងដាក់ឲ្យវាមាន structure contour អញ្ចឹងទៅបន្ទាប់មកយើង structure ជាមួយនឹងអក្សរ liner inner corner បែបរៀងសអញ្ចឹងទៅដើម្បីវាចេញទម្រង់ភ្នែកយើងស្អាតហើយយើងលេង contour វាយបដិញពណ៌វាយស្រមោល ombre វាឲ្យចេញមកវាទម្រង់បែបនេះទាំងអស់គ្នាអាចមើលបានណាហើយក៏អត់ភ្លេច shimmer ដែរទាំងអស់គ្នាយើងត្រូវភាពអាឡូងតិចមកដើម្បីឲ្យវាចូលកាមេរ៉ាឬមួយក៏ចេញមកគឺវាស្អាតមើលទៅលះអញ្ចឹងណាហើយយើងដាក់ highlight កន្លែងថ្ពណ៌តិចទៅច្រមុះតិចទៅបាទដើម្បីវាលើកទម្រង់ហើយតោះមកខ្ញុំបិទប្រភេទជាមួយនឹងត្បូងប្រភេទជាមួយនឹងដែកអីចឹងទៅបាទចុងក្រោយយើងដាក់ cream អាឡូងហើយបន្ទាប់មកយើងក្រុងឈុតបាទហើយក៏អរគុណទៅបងសម្រាប់មែនតើដែលបានជួយក្រុងឈុតផងអីផងនិយាយទៅ designer ស្វាត់ស្វែងមែនតើទាំងអស់គ្នាទាំងក្រុមការងារអីក៏ទៅសារក្រុមការងារគាត់មែនតើម្នាក់គឺស្វាត់ស្វែងខ្លាំងមែនតើក៏អរគុណទៅដល់ដៃគូខ្ញុំដូចគ្នាបងសិតបាទមកជួយមើលមកជួយអីចឹងទៅបាទហើយមាន team work របស់ខ្ញុំ assistant ផ្សេង shout out ទៅទាំងអស់គ្នាផង team យើងបាទហើយនេះជាលទ្ធផលរបស់យើង and that is the final result ស្រឡាញ់ខ្លួនឯងឬស្រឡាញ់អ្នកដទៃរៀបបើកចិត្តទលាកុំខ្វល់នឹងសម្ដីគេនោះជាអ្វីចោះយើងកើតអីក៏រឿងមានប្រយោជន៍ទៅវានេះប្របីខ្វល់ធ្វើអ្វីគេនោះជាអ្វីគេនៅដំបូងគេយើងនៅដំបូងយើងជាទឹកគេជាភ្លើងទៅតាំងលើធွာកុំព្រុសនៅចំបាអ្នកខ្លះគេជួបខ្វល់សម្ដីអ្នកដទៃគេមើលងាយខ្លាំងក្នុងចិត្តក៏រៀងរៃគេថាធាត់ស្គមខ្មែរសវែងខ្លីបើគេដើរទៅអ្នកនិយាយនោះជាស្អីចាំតែពីដើមគេឯងមិនសំចៃបើគេសាប់ទៅអ្នកនិយាយគឺជាដីឆ្កែនោមដាក់មាត់ក៏គាត់មិនខ្វល់អីឲ្យបើសម័យនេះខ្ជិលនិយាយ